ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកលេងនៅចំការកន្លែងប៉ាហើយអញ្ចឹងបងប្អូនឃើញលហុងទុំអញ្ចឹងស្ដាយចង់បេះវាធ្វើជានេះអញ្ចឹងណាយើងយកទៅហូបនិយាយត្រង់យើងយកទៅហូបអញ្ចឹងបងប្អូនព្រោះថាលហុងគឺវាមានជីវជាតិបំពន់ច្រើនបងប្អូនណាបាទយើងជំនួយដល់រាងកាយយើងបានច្រើនណាលហុងបាទអញ្ចឹងបងប្អូនដែលដាំលហុងនេះបងប្អូនកុំបោះវាចោលឬក៏កុំទុកវាទុំស្អុយចោលបងប្អូនអាចចូលទទួលទានបានចំពោះលហុងដែលមានគេហៅថារសជាតិផ្អែមណាតែបងប្អូនខ្លះដាំទៅគឺវាមានជាតិផ្អែមដោយសារតែដីអញ្ចឹងបងប្អូនណាតំបន់ខ្លះដាំទៅរៀងសាបអញ្ចឹងហូបអត់កើតទេលហុងទុំហ្នឹងណាតែដោយសារលហុងនៅនេះគឺផ្អែមបងប្អូនពេលទុំទៅគឺផ្អែមអញ្ចឹងខ្ញុំមើលទៅរៀងស្ដាយលហុងឃើញទុំណាខ្ជិលទុកចោលអញ្ចឹងបេះវាយក4 3 4យកទៅហូបនេះបងប្អូននេះលហុងនេះលហុងនេះបាទតើឥឡូវយើងទៅបេះទាំងអស់គ្នាបងប្អូនណាបេះ2 3យកទៅហូបលេងមើលផ្អែមប៉ុណ្ណាឥឡូវយើងមកដល់ហើយបងប្អូនមកដល់កន្លែងដើមរបស់យើងទៀតនេះដើមបងប្អូនដើមមានទុំច្រើនបងប្អូនទុំធ្លាក់នៅក្រោមមួយទៀតហើយដោយសារប៉ាគាត់រវល់គាត់មិនសូវបានបេះពេលបេះអញ្ចឹងខ្ញុំមកមានតែបេះ2 3ផ្លែទៅបាទនេះបងប្អូននេះស្គៀលយកទៅ2ថ្ងៃទុំបងប្អូនបាទអាយយបានមួយទៀតបងប្អូនណាបាទអញ្ចឹងបងប្អូនកុំចោលបងប្អូនណាកុំចោលយើងនេះជាដំណាំធម្មជាតិរបស់យើងចេះទិញដំណាំផ្លែឈើស្រុកគេយកមកហូបអញ្ចឹងដំណាំធម្មជាតិរបស់យើងល្អជាងរបស់គេឆ្ងាយបងប្អូនណាបាទអញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូនអ្នកគ្នាបើមានចកាលហុងមានដើមលហុងអីបងប្អូនអាចហូបបានហូបទៅបងប្អូនជំនួយច្រើនលហុងនេះបងប្អូនណាបាទអានេះចង់ខូចបងប្អូនដោយសារតែវាទុំជន់គ្នាពេកទុំជន់គ្នាពេកអញ្ចឹងវាចង់លួយបងប្អូនដល់គ្នានេះឥឡូវនេះបងប្អូនមើលដើមមួយនេះបងប្អូននេះលហុងនេះបងប្អូនឃើញហើយវាមានពូជអាកប៉ោងនេះផងពូជវែងផងនេះបងនេះឃើញហើយមួយដើមមាន2ពូជមានអាខ្លីមានអាវែងបងប្អូនឆ្ងល់ដូចខ្ញុំអត់នេះខ្ញុំបេះមួយថ្ងៃខ្ញុំអង្គុយឆ្ងល់វាមានអាទៅវែងចេះនេះអាទៅវែងចេះផងអាណាកតឿកតល់ចេះផងដើមវាមាន2ម៉ូតបងប្អូនណាដើមមាន2ម៉ូតបាទនេះបងប្អូនតែខ្ញុំថាកុហកនេះកតឿនេះមូលពួកអានេះមកទៅលើនេះគឺវែងទាំងអស់យើងវែងបាទអានេះកតឿកតល់2ផ្លែលើក្រោមគ្នានេះបាទដាំមួយយ៉ាងដែរណាមកដើមបាន2ពូជកតឿផងវែងផងបាទបងប្អូនអ្នកគ្នាអញ្ចឹងដំណាំលហុងមានប្រយោជន៍បងប្អូនណាខ្ញុំឃើញខាងចិនគេកោសចេះបងប្អូនគេកោសវាចេញជ័រគេត្រង់យកវាព្រលឹមឡើងគេដោប្រមូលអញ្ចឹងបងប្អូនណាដឹងថាជ័រលហុងនេះគេយកធ្វើអីបងប្អូនអាចជួយប្រាប់ផងខមមិនប្រាប់នៅក្នុងក្រោមវីដេអូនេះផងដើម្បីឲ្យបងប្អូនយើងគាត់សាកយកទៅគិតចារណាមើលតើគាត់អាចធ្វើដំណាំលហុងហ្នឹងហើយប្រមូលផលនឹងបានអញ្ចឹងដែរអត់យកទៅធ្វើក្នុងវិស័យអីមួយអញ្ចឹងណាបាទអញ្ចឹងខ្ញុំគិតថាបើខ្មែរយើងរួបរวมគ្នាជួយគ្នាទៀតថាស្វែងរកចំណេះដឹងឬក៏បទពិសោធន៍ឬក៏គេហៅថាផលប្រយោជន៍ចេញពីដំណាំអស់ហ្នឹងណាខ្ញុំជឿថាខ្មែរយើងនឹងបន្តធ្វើដំណាំកសិកម្មនឹងឡើងវិញហើយខាងក្រមអ្នកផលិតហ្នឹងក៏គាត់មានដំណាំសម្រាប់ផលិតដូចជាម្សៅមួយចំនួននៅស្រុកខ្មែរយើងបងប្អូនណានោះដើមរុំនោះដើមគឺនៅស្រុកគេយកធ្វើជាម្សៅរុំគេធ្វើជាអីយកមកលក់ឲ្យស្រុកខ្មែរតែស្រុកខ្មែរយើងពេលខ្លះដាំបានហើយអត់ដឹងយកទៅលក់នៅណាអត់ដឹងប្រមូលផលយកទៅឲ្យអ្នកណាអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាបងប្អូនក្នុងរោងចក្រនៅស្រុកខ្មែរឬក៏កសិកម្មអ្នកផលិតខាងវិស័យកសិកម្មស្រុកខ្មែរណាបងប្អូនគួរតែបំផុលទៅលើបងប្អូនស្រុកស្រែយើងថាបើបងប្អូនមានដំណាំមរុំបងប្អូនអាចយកមកលក់ឲ្យខ្ញុំបានក៏គិតជាគីឡូប៉ុណ្ណេះជាជាងបងប្អូនយើងទៅទិញម្សៅពីស្រុកគេនេះគឺជាការលើកទឹកចិត្តជាការជួយលើកកម្ពស់នៅវិស័យកសិកម្មស្រុកខ្មែរយើងឲ្យមានការរីកចម្រើនណាបងប្អូនណាបាទហើយដូចជាលហុងដែលខ្ញុំនិយាយនេះចឹងខ្ញុំឃើញនៅស្រុកចិនគេកាវយកជ័រវាយកមកថ្លឹងគីឡូលក់ហើយថាលក់បានថ្លៃហើយចឹងខ្ញុំអត់ទាន់ដឹងថាគេយកជ័រនឹងយកធ្វើអីបើសិនជាខ្ញុំដឹងខ្ញុំនឹងព្យាយាមបន្ថែមស្វែងរកបន្ថែមចែករំលែកទៅឲ្យបងប្អូនអ្នកគ្នាបានដឹងហើយបងប្អូនអ្នកដែលដាំដំណាំលហុងហ្នឹងនឹងមានគេហៅថាទឹកចិត្តនឹងការថែទាំបន្ថែមអញ្ចឹងណាបងប្អូនណាបាទហ្នឹងហើយដូចតំពុទ្រាចខ្ញុំនិយាយដើមពុទ្រានេះបងប្អូននេះពុទ្រានេះចង់ដៃខ្ញុំច្អល់នៅស្រុកគេបង្កើតជាតំណាប់គេបង្កើតជាអីច្រើនអញ្ចឹងណាតែស្រុកខ្មែរយើងពុទ្រានេះទោះបីជាពុទ្រាគីឡូមិនពុទ្រាគីឡូក៏ដោយជួនកាលទុកទុំស្អុយបងប្អូនណាទុកទុំស្អុយចោលបាទនេះខ្ញុំនិយាយស្មោះត្រង់ដោយសារខ្ញុំជិះឃើញច្រើនផ្ទះបងប្អូនខ្លះមកដើមចង់100គីឡូអីគាត់អត់
យកកាយឆ្នៃក៏សុកចិត្តទុកឲ្យទុំស្អុយចោលអញ្ចឹងគាត់គ្រាន់តែថាប្រើថ្នាំការពារកុំឲ្យសត្វតិចសត្វអីទៅហើយគាត់យកវាមកឆ្នៃធ្វើជាតំណាប់ក៏ល្អម្យ៉ាងដែរអញ្ចឹងណាអញ្ចឹងបងប្អូនដែលគាត់រស់ស៊ីក្នុងវិស័យឧស្សាហកម្មកសិឧស្សាហកម្មហ្នឹងគួរតែលើកទឹកចិត្តឲ្យបងប្អូនយើងព្យាយាមដាំហើយបងប្អូនជួយទទួលទិញពីគាត់ទៅណាជួយទទួលទិញពីគាត់ដើម្បីយកផលិតជាផលិតផលសម្រាប់បាទហើយបាទជាចុងក្រោយខ្ញុំមានតែប៉ុណ្្នឹងទេស្នើសុំទៅបងប្អូនដែលគាត់ធ្វើក្នុងវិស័យកសិឧស្សាហកម្មបាទហើយដើម្បីជួយទៅដល់កសិករយើងឲ្យមានការងារធ្វើមានចំណូលកើនឡើងកុំឲ្យបងប្អូនចំណាក់ស្រុកទៅស្រុកគេអញ្ចឹងមានតែយើងដែលជាអ្នកមានធនធានហ្នឹងអាចជួយបងប្អូនខ្មែរយើងបានមិនថាមិនទេមិនថាលហុងមិនថាតបែកមិនថាពុទ្រាបងប្អូនឆ្នៃបានអីបងប្អូនអាចយកឆ្នៃធ្វើជាអីបានបងប្អូនគួរតែជួយគាត់ហើយបំផុសឲ្យគាត់ព្យាយាមដាំយើងទទួលទិញដើម្បីផលិតជាផលិតផលសម្រាប់យកទៅលក់នៅទីផ្សារក្នុងស្រុកនិងក្រៅស្រុកបាទជាចុងក្រោយខ្ញុំបាទរ៉ាឌីសូមអរគុណជម្រាបលាចំពោះវីដេអូនៅផ្លែលហុងហើយអត្ថប្រយោជន៍នៅផ្លែលហុងបងប្អូនអាចទៅ search នៅក្នុង Google បាន YouTube បន្ថែមទៀតបានបាទខ្ញុំគ្រាន់តែជាផ្ដល់ជា concept មួយចំនួនជូនដល់បងប្អូនទាំងគ្នាខ្ញុំមិនមែនជាគ្រូបណ្ដុះបណ្ដាលផ្នែកអសតសាស្ត្រអសតដ្ឋាននេះទេណាបងប្អូនណាបាទអរគុណច្រើនបាយបាយជួបគ្នាវីដេអូក្រោយ